វិលត្រឡប់មកកាន់វីដេអូរបស់ខ្ញុំសារជាថ្មីម្ដងទៀតនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបចូលទៅធ្វើការបិទមុខងារមួយនៅក្នុង Messenger ដើម្បីកុំឲ្យនរណាម្នាក់នៅពេលដែលគេឆាតមកយើងហើយយើងចូលមើលហើយយើងអត់ធ្វើការឆ្លើយតបទៅគេវិញអញ្ចឹងនៅពេលដែលយើងចូលមើលហើយយើងអត់ឆ្លើយតបទៅគេវិញគឺគេអត់ដឹងថាយើងចូលមើលនៅក្នុង Messenger ហ្នឹងទេអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាអញ្ចឹងជាដំបូងឡើយគឺយើងចូលនៅក្នុង Messenger របស់យើងមកបន្ទាប់ពីយើងចូលនៅក្នុង Messenger របស់យើងហើយគឺបងប្អូនចូលនៅក្នុង menu នៅខាងក្រោមបន្ទាប់ពីបងប្អូនចូលនៅក្នុង menu ខាងក្រោមហើយបើសិនជាបងប្អូនប្រើពពួក Android គឺ setting ដូចជានៅខាងលើទេគឺនៅខាងក្រោមអញ្ចឹងបងប្អូនស្វែងរកពាក្យ setting នឹងមកតមកទៀតបងប្អូនចុចចូលនៅក្នុង setting បន្ទាប់ពីចូលនៅក្នុង setting ហើយបងប្អូនទាំងអស់គ្នាស្វែងរកពាក្យថា privacy and safety គឺមួយនេះមានរូបសញ្ញាផ្ទះអញ្ចឹងបងប្អូនចូលនៅក្នុងនឹងមកបន្ទាប់ពីបងប្អូនចូលក្នុងហើយបងប្អូនធ្វើការអស់ចុះក្រោមបន្តិចមកដើម្បីទៅស្វែងរកពាក្យថា read receipt អញ្ចឹងនេះពាក្យមួយហ្នឹងបងប្អូនចុចចូលនៅក្នុងហ្នឹងមកអញ្ចឹងនៅពេលដែលចុចចូលនៅក្នុងហ្នឹងកន្លែងនេះគេដាក់ថា show read receipt អញ្ចឹងមានន័យថាបើសិនជាយើងបើកអញ្ចឹងនៅពេលដែលគេឆាតមកយើងចូលមើលទៅគេដឹងថាយើងចូលមើលឆាតមកគេអញ្ចឹងបើសិនជាបងប្អូនមិនចង់ឲ្យគេដឹងថាយើងចូលមើលឆាតមកគេទេបងប្អូនគ្រាន់តែធ្វើការចុចបិទនៅត្រង់កន្លែងនេះទៅគឺគេអត់ដឹងទេនៅពេលដែលគេឆាតមកហើយយើងចូលមកគឺគេអត់ដឹងថាយើងចូលមើលឆាតមកគេទេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នេះឯងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចយកទៅអនុវត្តតាមនេះបានសូមអរគុណ